lời ní đo khai lạ riêng chẳng tới nực khơi mà nuôi sờ bà hà tập bèn mong bọn nó niềm mơ bà lại là chơi nhanh tầm đòn hay tập bèn vào dân là so school đôi sập sập hơi á nè là ngày hay dân biển trái hay trái ní tại chlang muối miền pong làng thông thông tầm đòn những đã sử dụng chị em mình nào học hay dân thêm lập hơi thêm tê thêm tầm 12 lấy dân mình thôi cả hànhตะชุกยังหันตะชุกนั่งเบลอนะตอนนี้อันเฉียมกับมันหันกับมันหันวิโตโตtớiอันละเบลอพ่นเฉียมแต่ไงนี้อดบานเฉียมเต้ในสาแต่จังโอบชุกนั่งอย่างดมแต่chẳngนะตอนนี้นั่งไงจังtới hay dân phơi ca hành về tới bên này tọt này cho chân chém anh chém của bạn đài chẳng nèนั่งไงไอdương hành dương phương mấy ở về cái thằng mà xóm á nèนั่งไงhayនេះពូនខ្ញុំគាត់ឈាមទៅជប់គាត់ធ្វើមហូបមកទៀតគឺចំហុយពងត្រីអញ្ចឹងហ្នឹងហើយហើយបន្លែរបស់យើងនេះមានស្លឹកងប់មានបន្លែផ្អែមខ្លះអញ្ចឹងទៅទុកធ្វើនេះទៀតយើងធ្វើការបេះសម្រាប់ស្លអាហារតពាំងហ្នឹងឯងហើយសាច់ជ្រូករបស់យើងឥឡូវញ៉ាំរៀបร้อยហើយយើងនឹងធ្វើការដួសដាក់ចាននៅពេលបន្តិចទៀតហ្នឹងហើយករណីនេះយើងអាចញែកមានន័យថាយើងធ្វើសាច់ជ្រូកចាំហ្នឹងយកទៅចំហុយពងត្រីខ្លះយើងស្លកោខ្លះឥឡូវយើងមកធ្វើការហាន់ត្រីឆ្លាំងរបស់យើងតែមួយទេប៉ុន្តែឃើញត្រីហ្នឹងសាច់ដល់អឹបតែហ្មងអញ្ចឹងទៅហើយវាមានពងបន្ថែមទៀតអ្នកនរគ្នាអញ្ចឹងទៅយើងធ្វើការដាក់ត្រីតែមួយទេព្រោះអ្នកផ្ទះខ្ញុំមិនសូវចូលចិត្តហូបប្រមាណនៃត្រីនឹងវាចូលចិត្តហូបបន្លែជាងសាច់ចឹងណាអ្នកទាំងអស់គ្នាតែគ្រាន់ថាដើម្បីបង្កើនរសជាតិដល់យើងដាក់ចឹងហើយយើងហាន់ត្រីឥឡូវរៀបร้อยហើយយើងយកទៅដាក់នៅកញ្ឆេងធៀមទុកស្លយើងរៀបចំឲ្យរួចរាល់មកនេះមើលទៅតំណែងអត់អ្នកទាំងអស់គ្នាហ្នឹងហើយតិចទៀតយើងធ្វើការដាក់ប្រហុកដោយសារប្រហុកហ្នឹងមានប្រហុកជាប្រភេទប្រហុកសាច់ហើយតាពាំងរបស់យើងហ្នឹងយើងធ្វើការមកងាស់វាតិចទៅដើម្បីឲ្យតាពាំងរបស់វានឹងចូលជាតិចឹងណាហ្នឹងហើយមកងាស់ឲ្យវាផុយសាច់តាពាំងតិចចឹងណានេះឥឡូវយើងធ្វើការមកងាស់ឲ្យដាក់កនតិចដាក់កនហ្នឹងដើម្បីឲ្យវារីកទៅឲ្យវាមានជាតិផ្អែមចេញពីសាច់កហ្នឹងឯងចឹងណាបាទហើយបន្តមកទៀតឥឡូវវាពុះហើយយើងមកងាស់យូរគួរសមដែរយើងក៏ស្រង់ចេញមកចាក់ទៅកញ្ឆេងហ្នឹងហើយយើងស្រង់ចេញដើម្បីយកទុកបង់សឡណាបងប្អូនអាចយកទឹកនឹងទៅប្រើក៏បានដែរតែទាំងណាពួកគាត់អត់ស្អីទៅយកក្លិនតែគាត់ក៏ស្រង់ចេញទៅហើយឥឡូវយើងធ្វើការលាងចេញបន្តិចទៅដើម្បីទុកបង់សឡអញ្ចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយឥឡូវយើងធ្វើការដាំទឹកម្ដងទៀតដើម្បីធ្វើការស្លយើងដាក់គល់សក្ខីមកគល់នេះចូលទៅយើងក៏ដាក់ស្លឹកខៃសំទោសអ្នកទាំងអស់គ្នាដាក់ស្លឹកខៃអាស្លឹកខៃរបស់យើងដាក់នឹងវាឈ្ងុយជាងគល់ណាអ្នកទាំងអស់គ្នាដាក់គល់ក៏បានប៉ុន្តែដាក់ស្លឹកវាឈ្ងុយជាងគល់ហើយយើងដាក់ខ្ទឹមបន្តិចទៅដាក់ខ្ជាយមួយទៅដាក់ចូលហើយរៀបร้อยហើយយើងធ្វើការដាក់ដាំរហូតដល់ពុះអ្នកទាំងអស់គ្នាឃើញថាទឹករបស់យើងហ្នឹងបានពុះអញ្ចឹងយើងត្រៀមនៅក្នុងការបង់ប្រហុកណាអ្នកទាំងអស់គ្នាកុំភ្លេចប្រហុករបស់យើងដាក់យ៉ាងច្រើននេះទៅអ្នកទាំងអស់គ្នាតោះដាក់យ៉ាងច្រើនតិចឲ្យឈ្ងុយប្រហុកហ្នឹងបានសឡប្រហើររបស់យើងឆ្ងាញ់ដែរអញ្ចឹងណាហ្នឹងហើយអ្នកដែលចូលចិត្តប្រហុកគឺត្រូវតែម្ដងតើដាក់ប្រហុករៀងចាស់បន្តិចដូចផ្ទះខ្ញុំអញ្ចឹងរៀងចូលចិត្តប្រហុកអញ្ចឹងទៅដាក់ទៅចាស់បន្តិចណាហើយប្រហុកនេះប្រហុកសាច់ណាប្រហុកសាច់ព្រៃអញ្ចឹងទៅវាអត់មានឆ្អឹងទេមិនដែលជ្រុំការពារខ្លាចលោមានឆ្អឹងអីបន្ថែមវាស្លាក់អញ្ចឹងណាអ្នកទាំងនេះយើងដាក់បងអាសាច់ជ្រូករបស់យើងចូលទៅហ្នឹងហើយសាច់ជ្រូកដែលយើងច្រាមហ្នឹងហើយឥឡូវយើងកូរវាទៅឲ្យវារលាយសព្វទៅក្នុងឆ្នាំងដើម្បីឲ្យចេញជាតិពីសាច់ជ្រូកអញ្ចឹងណាអ្នកទាំងអស់គ្នាហើយពេលយើងដាក់បន្លែទៅបានវាទន់បន្លែឥឡូវយើងធ្វើការដាក់ត្រីចូលទៅពេលយើងដាក់ត្រីអស់ហើយអ្នកទាំងអស់គ្នាអាចធ្វើការក្រើបវាបន្តិចដើម្បីអីដើម្បីឲ្យសាច់ត្រីហ្នឹងវាផុយណាអ្នកទាំងអស់គ្នាពេលសាច់ត្រីផុយអញ្ចឹងទៅតែក្រើបមិនចិត្តក៏បានដែរយើងឲ្យវាអញ្ចឹងដើម្បីឲ្យវាហើរអាក្លិនឆ្អាបចេញពីត្រីនឹងបន្ថែមទៀតផងដែរអញ្ចឹងណាហើយដាក់ប៊ីចេងប្រហែលជាកន្លះស្លាបព្រាដាក់ស្ករប្រហែលជាមួយស្លាបព្រាកាហ្វេទៅ
ដាក់រត់ឌីប្រហែលជាមួយសភាណាមួយសភាបាយរបស់យើងហ្នឹងហើយតាមមើលជាក់ស្ដែងហើយយើងអាចដាក់ទឹកត្រីបន្ថែមបន្តិចដើម្បីបង្កើននៅរសជាតិពេលខ្លះប្រហុកដោយសារប្រហុកនេះប្រហុកវាថ្មីវាអត់សូវឈ្ងុយអញ្ចឹងទៅយើងអាចធ្វើការដាក់ទឹកត្រីបន្ថែមបានអញ្ចឹងណាអ្នកនរគ្នាឥឡូវយើងធ្វើការបង់ត្រពាំងហ្នឹងចូលទៅដើម្បីឲ្យត្រពាំងហ្នឹងវាចូលជាតិជាមួយនឹងសាច់ត្រីជាមួយនឹងសាច់ឈូករបស់យើងអញ្ចឹងណាឥឡូវស្លរបស់យើងប៉ុណ្ណឹងហើយអានេះបន្លែរបស់យើងបានបេះរៀបរយហើយហ្នឹងហើយយើងមកងាស់បន្តិចទៀតត្រពាំងរបស់យើងហ្នឹងតិចទៀតយើងធ្វើការបង់បន្លែបៃតងរបស់យើងចូលទៅបន្លែមានដឹកមុខមានបន្លែផ្អែមអីហ្នឹងយើងដាក់បង់ចូលហើយស្លរបស់យើងប៉ុណ្ណឹងគឺរៀបរយហើយអ្នកនរគ្នាឆ្អិនហើយតែប៉ុណ្្នេះយើងអាចកូរវាបន្តិចទៅដើម្បីឲ្យបន្លែហ្នឹងវាចូលជាតិឲ្យសប់ទៅក្នុងស្លរបស់យើងអញ្ចឹងទៅបន្លែហ្នឹងវាចាប់ដើមផុយហើយពេលដែលបន្លែសប់ចូលទៅហើយយើងបាច់មកងាស់វាទៀតទេពេលដែលយើងជុំវាទៅនៅពេលដែលពុះបន្តិចកុំឲ្យវាស្លោកបន្លែហ្នឹងខ្លាំងពេកលែងឆ្ងាញ់ដូចគ្នាស្លរបស់យើងណាហ្នឹងហើយអញ្ចឹងស្លរបស់យើងប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាឆ្អិនហើយប៉ុណ្ណឹងអញ្ចឹងយើងនឹងធ្វើការដួសដាក់ចានពេលបន្តិចទៀតនឹងឯងហើយអានេះឈុំវាឲ្យវាចូលទៅក្នុងហើយយើងបិទហ្គាសទៅប៉ុណ្ណឹងចប់ហើយដាក់បង់ម្ទេសបន្តិចទៅដើម្បីបង្កើននៅរសជាតិបន្ថែមទៀតអញ្ចឹងណាម្ទេសហ្នឹងវាជួយនឹងសម្រស់ហើយឲ្យវាហឹរតិចអញ្ចឹងហ្នឹងហើយឥឡូវយើងទៅដួសដាក់ចានដើម្បីត្រៀមយកទៅហឺពិសាបាយអញ្ចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយស្លរបស់យើងមានប៉ុណ្ណឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងឯងហើយបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច like subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាការលើកចិត្តទឹកចិត្តក្នុងការធ្វើម្ហូបក្រោយទៀតហើយនៅក្នុងថ្ងៃនេះ channel ចន្ទធី Cooking សូមអរគុណហើយបងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយសម្រាប់មុខម៉នុយក្រោយនោះយើងនឹងធ្វើអាចចំហុយពងត្រីជាមួយនឹងពឹកមាន់ហើយយើងដាក់សាច់ជ្រូកចូលជុំចាំរបស់យើងសាច់ជ្រូក3ជាន់ហ្នឹងណាហ្នឹងហើយអរគុណមែនប៉ុណ្ណឹងសម្រាប់ចែករំលែកនៅបទពិសោធន៍ធ្វើម្ហូបមួយចំនួនទៅដល់បងប្អូនទាំងអស់គ្នាអរគុណជម្រាបលាបាទហើយស្លរបស់យើងដួសរៀបរយហើយអ្នកទាំងអស់គ្នាចឹងទៅហើយយើងដាក់ម្ទេសពីលើទៅបន្ថែមនៅសោភ័ណភាពមានតែប៉ុណ្ណឹងទេអរគុណបាទជម្រាបលាបាទ